អរគុណសួស្តីនេះជាការសរសេរ comment របស់ក្មួយស្រីដែលជាការលើកទឹកចិត្តដល់ខ្ញុំណាមើលទៅហាក់ដូចជាដដែលប៉ុន្តែសកម្មភាពប្រចាំថ្ងៃប្រចាំខែនោះវាអភិវឌ្ឍជាប់រហូតប្រិមិត្តណាបើយើងមិនថែទាំយើងមិនបេះយើងមិនយកទៅលក់ទេវាមិនអាចធ្លាក់ពីលើមេឃមកទេលុយណាអញ្ចឹងវាកើតពីការប្រឹងប្រែងហើយនឹងសំចៃហើយអញ្ចឹងខ្ញុំចង់រំលឹកថាកសិករយើង85%ពិសេសចាស់លោកមិនទាន់រកចំណូលបានមួយថ្ងៃ20000ទេទៀតហើយសំណួរសួរថាអ្នកណាគេជួលហើយអ្នកណាគេចង់ឲ្យយើងចែកម្លែកប៉ុន្តែយើងខ្លួនឯងស្ម័គ្រចិត្តចែកម្លែកដើម្បីសាធារណជន85%ដែលលោកជាតសុខតសៅអ្នកក្រទេហើយការវិភាគតួលេខនេះមានន័យថាខ្ញុំពិសោធន៍ទៅលើជីវិតរបស់ខ្ញុំហើយខ្ញុំធ្លាប់រស់នៅកន្លែងជាច្រើនណានៅព្រៃវែងនៅទៅសាកល្បងការងារនៅក្រុមហ៊ុននិងធ្វើការងារឲ្យរដ្ឋជាង35ឆ្នាំមានន័យថាខ្ញុំមានបទពិសោធន៍មួយចំនួនដែលខ្ញុំចង់ចែកម្លែកមុននឹងយើងស្លាប់ទៅយើងបន្សល់ស្នាដៃអញ្ចឹងណាប្រិមិត្តណាបើមិនពេញចិត្តអូសម្លងបានអរគុណណា